ល្បិចព្រួញមួយបាញ់បានសត្វពីរព្រួញមួយបាញ់បានសត្វពីរមានន័យថាក្នុងពេលតែមួយប្រើមធ្យោបាយតែមួយអាចផ្ដួលសត្រូវចាប់ពី2នាក់ឬច្រើនជាងឬក៏ទទួលផលប្រយោជន៍ចាប់ពី2នាក់ឡើងទៅការប្រើប្រាស់ល្បិចកលនេះមិនងាយស្រួលទេពីព្រោះនៅក្នុងពេលតែមួយត្រូវប្រឈមមុខនឹងសត្រូវច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្នតែបន្តិចពិតជាជួបគ្រោះអាសន្នធំហើយហេតុនេះមុននឹងក្រោយនៃកិច្ចការត្រូវតែអត់ធ្មត់និងព្យាយាមឲ្យបានរងចាំនៅឱកាសនិងពេលវេលាដែលសមស្របគោលគំនិតនិងសកម្មភាពរបស់មនុស្សដែលបែកឆ្វេងមានច្រើនសន្ធឹកសន្ធាប់ណាស់គឺព្រោះតែផលប្រយោជន៍និងកិត្តិយសប៉ុណ្ណោះហេតុតែត្រូវការកិត្តិយសគ្រប់គ្នាត្រូវតែខំប្រឹងដណ្ដើមគ្រប់គ្នាត្រូវតែខំប្រឹងប្រជែងធំដណ្ដើមតាមធំតូចប្រជែងតាមតូចលទ្ធផលនៃការដណ្ដើមនៃការប្រជែងពិតហើយវាត្រូវតែមានអ្នកឈ្នះនិងអ្នកចាញ់អ្នកឈ្នះពិតជាសប្បាយហើយមុខខ្លាញ់ចំណែកអ្នកចាញ់ពិតជាក្រៀមក្រំនិងសាច់សេះឬក៏ត្រូវរងគ្រោះរបួសទាំងសងខាងពេលអនុវត្តល្បិចកលនេះត្រូវផ្អែកលើគោលការណ៍ដូចតទៅត្រូវស៊ើបឲ្យដឹងពីស្ថានភាពរស់នៅលក្ខខណ្ឌនៃជីវភាពចិត្តគំនិតបរិយាកាសជុំវិញរបស់គូបដិបត្តិឲ្យបានច្បាស់លាស់បើគេជាមនុស្សដែលស្រឡាញ់គេឈ្មោះនិងកិត្តិយសត្រូវតែផ្ដល់ការសរសើរឲ្យបានច្រើនតែបើជាមនុស្សលោភលន់ទ្រព្យសម្បត្តិត្រូវធ្វើចិត្តឲ្យទូលាយតែបើជាមនុស្សដែលត្រូវការទាំងកិត្តិយសចង់បានទាំងផលប្រយោជន៍ទ្រព្យសម្បត្តិក្រៅពីការលើកសរសើរនិងធ្វើចិត្តឲ្យទូលាយជៀសមិនផុតពីការបញ្ចុះពេជ្របន្ថែមលើចិញ្ចៀនដែលពាក់នោះឡើយធ្វើរបៀបនេះហៅថាធ្វើតាមចិត្តឲ្យតាមចង់គោលបំណងនៅត្រង់មិនឲ្យគូបដិបត្តិកើតការសង្ស័យតែបើទោះជាមានការសង្ស័យក៏មិនដល់ថ្នាក់ពាក់មុខយ៉ាដាក់គ្នាភ្លាមដែរវិធីនេះហៅថាជៀនត្រីឲ្យឆ្អិនតាមស្រួលរងចាំពេលវេលាដែលនឹងសមស្របនឹងទុំចូលហើយក៏បញ្ចេញស្នៀតពឹសពុលរកលេសបង្កើតបញ្ហាអុចអាលឲ្យភាគីទាំងអស់កើតការក្តៅក្រហាយដាក់គ្នារុញស៊ីក្លូបញ្ចូលឡានច្រានឲ្យប្រយុទ្ធគ្នាយកស្លាប់រស់តែម្ដងពេលនោះយើងអាចអង្គុយកងអន្ទាក់ខ្លាមើលខ្លាខំគ្នារងចាំទទួលផលយកឆ្អឹងឬប្រលត់ស្បែកតាមចិត្តចង់ដោយត្រជាក់ចិត្តមនុស្សដែលឆ្លាតក្រោយសម្លាប់មនុស្សហើយអាចឲ្យក្បាលដែលធ្លាក់ទៅដល់ដីស្រែកថាអរគុណចំពោះខ្លួនទៀតផងប្រវត្តិពិតសម័យស៊ុនឈីវជនដែលមានអំណាចខ្លាំងនៅនគរឈីមាន3រូប1ឈ្មោះធានខែជាង2កៅយីឈី3កុងស៊ុនជីជនទាំង3ពេញប្រតិយពីព្រះរាជានៃនគរនេះខ្លាំងណាស់អ្នកទាំង3បានសុំគ្នាជាបងប្អូនធម៌ហើយប្រសិទ្ធនាមខ្លួនឯងថាអ្នកក្លាហានទាំង3នៃអាណាចក្រឈីដោយសំអាងលើសិទ្ធិអំណាចដើររាតត្បាតតាមអំពើចិត្តក្នុងកែវភ្នែករបស់ពួកគេគ្មានទេអ្នកដែលត្រូវខ្លាចសំបីតែនៅចំពោះព្រះភ័ក្ត្រព្រះអង្គសឹងប្រើពាក្យយើងឯងទៅហើយពេលនោះមន្ត្រីបាបោឈិនអូយីសៀងឈីវជីលាក់នឹងលាក់បានឆ្លៀតឱកាសទិញទឹកចិត្តពួកទាំង3នេះដើម្បីរួមគំនិតដណ្ដើមអំណាចផ្ដួលរំលំរាជបល្ល័ង្កលោកឧបរាជអានពីពិតជាទាស់ភ្នែកណាស់ឃើញស្ថានភាពអាក្រក់បែបនេះកាន់តែរីករាលដាលធំទៅពិតជានឹងផ្ដល់ផលអាក្រក់ធ្វើឲ្យនគរដើរទៅរកគ្រោះថ្នាក់លោកមានការព្រួយបារម្ភគ្រប់ពេលលោកឧបរាជដឹងយ៉ាងច្បាស់ថាពួកគេខ្លាំងបានអាស្រ័យលើកម្លាំងទ័ពមេទ័ពទាំង3គឺអាត់3ច្រើនលើកហើយដែលលោកឧបរាជមានបំណងកម្ចាត់ពួកគេទាំង3ចោលតែពួកគេកំពុងពេញប្រតិយរបស់ព្រះអង្គណាស់ព្រះអង្គពិតជាមិនយល់ស្របតាមបំណងឡើយបារម្ភថាអាចស្រោចគល់វិញទៀតផងថ្ងៃមួយព្រះរាជាលូចៅកុងដែលជានគរជិតខាងបានដឹកនាំមន្ត្រីមួយចំនួនរួមមានស៊ឺលីស៊ូស៊ុនជូលាក់នឹងលាក់អមដំណើរមកសួរសុខទុក្ខនិងចូលគាល់ព្រះអង្គនគរឈីព្រះរាជាក៏រាជបញ្ជាឲ្យរៀបចំពិធីជប់លៀងមួយដើម្បីទទួលភ្ញៀវបានអញ្ជើញលោកឧបរាជនិងសពមុខមន្ត្រីឲ្យចូលរួមដើម្បីបង្ហាញអំពីកិត្យានុភាពក្នុងនោះក៏មានជនខ្លាំងទាំង3ក្នុងឯកសណ្ឋានជាមេទ័ពយ៉ាងសង្ហានៅកំដរឆ្វេងស្ដាំទៀតផងការជល់កែវជុំទី3បានកន្លងផុតទៅលោកឧបរាជអានពីក៏សូមព្រះរាជយោបល់ពីព្រះរាជាក្រាបទូលព្រះអង្គផ្លែសេដាមីនៅក្នុងសួនមានទុំខ្លះហើយកម្រនឹងមានឱកាសដែលបានជួបជុំគ្នាក្នុងពិធីបែបនេះណាតើអាចបេះខ្លះយកមកជូនភ្ញៀវបានដែរឬទេក្រាបទូលព្រះរាជាយល់ព្រមតាមសំណាហើយចាត់អ្នកយាមឲ្យទៅបេះតែលោកឧបរាជខាត់ក្រាបទូលព្រះអង្គផ្លែសេដាមីគឺជាផ្លែឈើទឹកដ៏មានតម្លៃចាំបាច់ត្រូវតែទូលបង្គំទៅបេះដោយផ្ទាល់ដៃទើបស័ក្តិសមតម្លៃរបស់វា
មួយសន្ទុះក្រោយសេដាមាសមួយចំនួនត្រូវបានបេះយកមកដល់រួចយកទៅដាក់លើតុផ្លែសេដាមាសមួយធំប៉ុនចានគោមក្រអូបឈ្ងុយឈ្ងប់គួរឲ្យស្រក់ទឹកមាត់ព្រះរាជាមានព្រះរាជបន្ទូលមានតែប៉ុណ្្នឹងទេឬលោកឧបរាជក្រាបទូលនៅសល់ប៉ុន្មានផ្លែទៀតដែរតែមិនទាន់ទុំមានទុំតែ6ផ្លែប៉ុណ្ណោះព្រះរាជាទាំងពីរព្រះអង្គបានយកផ្លែមួយផ្លែមកអង្គុយសោយហើយសរសើរថាពិតជាឆ្ងាញ់មែនព្រះអង្គនគរឈីមានព្រះបន្ទូលទៅកាន់ស៊ូសុនជូនេះជាផ្លែសេដាមាសដ៏កម្រលោកម្ចាស់ស៊ូមានឈ្មោះបោះសម្លេងគ្រប់ទិសទីមានគុណបំណាច់ចំពោះចំណងមិត្តភាពរវាងនគរទាំងពីរយើងប្រទានឲ្យលោកមួយផ្លែលោកម្ចាស់ស៊ូលុតជង្គង់ក្រឹបទូលព្រះបង្គំបណ្ឌិតនឹងស្មើនឹងលោកម្ចាស់អាននោះផ្លែឈើទឹកនេះគួរតែប្រទានឲ្យគាត់ទើបស័ក្តិសមជាងព្រះរាជាព្រះសើចមានព្រះបន្ទូលបើអ្នកទាំងពីរចេះទៅរុញគ្នាទៅវិញទៅមកយ៉ាងនេះណាហើយយើងប្រទានម្នាក់មួយផ្លែទៅចុះពេលនោះសល់តែផ្លែសេដាមាស2តែប៉ុណ្ណោះឧបរាជអានយល់ថាឱកាសមកដល់ហើយក៏សូមការអនុញ្ញាតពីព្រះរាជាប្រកាសដល់សពមុខមន្ត្រីឲ្យគេទាំងឡាយបង្ហាញអំពីគុណសម្បត្តិរៀងៗខ្លួនកន្លងមកចំពោះអ្នកដែលមានគុណបំណាច់ច្រើនជាងគេនឹងត្រូវប្រទានផ្លែសេដាមាសឲ្យបរិភោគពេលនោះមេទ័ពកុងសុនជាងើបក្រេះបង្ហាញខ្លួនផ្លែតចេញវិចារដោយអំនួតអួតឡើងបែកពពុះមាត់កាលឆ្នាំមួយនោះខ្ញុំបានទៅបបបាញ់សត្វជាមួយនឹងព្រះអង្គនៅឯភ្នំតុងសានបានសម្លាប់ខ្លាដ៏ធំមួយដោយផ្ទាល់ដៃការពារបានអាយុជីវិតរបស់ព្រះអង្គតើគុណបំណាច់នេះធំឬមិនធំលោកឧបរាជអានប្រញាប់តបការពារអាយុជីវិតព្រះអង្គគុណបំណាច់នេះពិតជាធំធេងត្រូវតែនឹងទទួលការប្រទានមេទ័ពកុងសុនជាក៏ទទួលផ្លែសេដាមាសមកទំពាយ៉ាងខែងរែងវាភ្នែកសម្លឹងអ្នកជុំវិញខ្លួនមួយត្រួសដោយក្រសែភ្នែកអំនួតពេលនោះមេទ័ពកៅយីឈីក៏ដណ្ដើមងើបឈរហើយនិយាយសម្រាប់ខ្លាមានអីគួរឲ្យអស្ចារ្យទៅឆ្នាំមួយនោះនៅក្នុងរលកខ្មួលខ្មាញ់នៃទន្លេវាងហើទុកត្រលិចអណ្ដែតជាច្រើនយូរតែយើងនៅអាចសម្លាប់អណ្ដើកយក្សធំមួយក្បាលរំដោះព្រះអង្គផុតអំពីសេចក្តីស្លាប់តើគុណបំណាច់នេះយ៉ាងណាដែរពេលនោះព្រះអង្គក៏មានព្រះបន្ទូលកាត់មែនហើយពេលនោះបើសិនជាគ្មានលោកមេទ័ពទេពិតជាវីវោធំហើយមនុស្សមួយទូកពិតជាត្រូវលិចស្លាប់ទាំងអស់គ្នាហើយក៏ប្រទានផ្លែសេដាមាសនិងស្រាដល់មេទ័ពកៅទៀតផងស្រាប់តែដោយខឹងទុកពីកាលណាមេទ័ពធានខែជាងសែនមូម៉ៅក្តៅក្រហាយស្ទុះចេញមកពូលទាំងមូម៉ងយើងធ្លាប់ទទួលរាជបញ្ជាឲ្យវាយនគរយីចាប់បានឆ្លើយសឹករាប់រយនាក់បង្ខំឲ្យនគរយីចោះចាញ់ល្បីរំពងដល់នគរជិតខាងធ្វើឲ្យពួកគេខ្លាចរអានាំគ្នាយកដង្វាយជាសួយសារមកថ្វាយជាបន្តបន្ទាប់តែនេះជាគុណបំណាច់ដែរឬទេអាចស័ក្តិសមទទួលការប្រទានដែរឬទេនិយាយចប់ក៏វិសភ្នែកសម្លឹងមើលជុំវិញហាក់បង្ហាញឲ្យគូកនឃើញថាពួកអ្នកឯងមិនស្មើនឹងយើងនោះទេលោកឧបរាជអានប្រញាប់ទូលព្រះអង្គក្រាបទូលព្រះអង្គតាមការរៀបរាប់គុណបំណាច់របស់លោកមេទ័ពធានពិតជាធំធេងជាងលោកមេទ័ពកុងសុនជានិងកៅជីឈី10ដងទៅទៀតតែគួរឲ្យស្ដាយណាស់ផ្លែសេដាមាសបានប្រទានអស់ទៅហើយតើអាចប្រទានស្រាមួយកែវជំនួសសិនរងចាំដល់ពេលដែលផ្លែសេដាមាសទុំចាំប្រទានសងតាមក្រោយតែយ៉ាងម៉េចដែរក្រាបទូលព្រះអង្គដឹងថាមេទ័ពធានកំពុងតែអាក់អន់ចិត្តខ្លាំងណាស់បានជួយលួងលោមដែលមានព្រះបន្ទូលគុណបំណាច់របស់លោកមេទ័ពធានពិតជាធំធេងជាងអ្នកណាទាំងអស់ស្ដាយណាស់ដែលលោកមេទ័ពមានប្រសាសន៍ក្រោយគេពេលនេះមេទ័ពធានខែជាងស្ពឹកមុខហឹងស្លឹកត្រចៀកអស់ទៅហើយស្ដាប់អ្វីក៏លែងចូលដែរក្តាប់ដាវខឹងឡើងញ័រដៃស្រែកដោយខឹងសម្បាសម្រាប់ខ្លាប្រហាអណ្ដើកតើមានអ្វីគួរឲ្យអស្ចារ្យដើម្បីព្រះនគរយើងធ្លាប់ធ្វើដំណើររាប់ពាន់យោជប្រឡូកក្នុងសមរភូមិឈាមទទួលបានជោគជ័យរាប់មិនអស់តែបែរជាមិនបានទទួលការជោគចិត្តទុកដាក់ទៅវិញថែមទាំងទទួលការអាម៉ាស់នៅចំពោះមុខសពមន្ត្រីនៃនគរទាំងពីរត្រូវគ្រប់គ្នាសាជុំទៀតផងតើមានមុខឯណារស់តទៅទៀតសឹងមិនទាន់ចប់ប្រយោគផងហូតដាវខ្វាក់ដាច់បំពង់កស្លាប់មួយរំពេចមេទ័ពកុងសុនជាភ្ញាក់ក្រញាងដោយត្រូវគេធាក់ទាញដាវលោតផ្លែតចេញមកក្រៅនិយាយដោយអៀនខ្មាស់ពួកយើងមានគុណបំណាច់តិចតួចណាស់បែរជាទទួលការប្រទានចំណែកលោកមេទ័ពធានមានគុណបំណាច់ធំធេងតែមិនបានទទួលការប្រទានផ្លែសេដាមាសទៅវិញគិតឲ្យមែនតែនទៅពិតជាគួរឲ្យខ្មាស់អៀនណាស់វាចាចប់វាដាវផ្លែតបញ្ចប់ជីវិតតែម្ដងឃើញដូច្នេះកៅយីឈីក៏លោតចេញមកដែរថ្លែងដោយក្តីរន្ធត់យើងទាំង3នាក់គឺជាបងប្អូនធន់នឹងគ្នាបានស្បត់សច្ចាហើយថារួមសុខរួមទុក្ខស្លាប់រស់ជាមួយគ្នាពេលនេះអ្នកទាំងពីរបានស្លាប់បាត់ទៅហើយខ្ញុំពិតជាមិនអាចលួចរស់ម្នាក់ឯងបានទេនិយាយចប់ក្បាលក៏ជ្រុះដល់ដីបាត់ទៅហើយរឿងរ៉ាវកើតឡើងមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះស្ដេចឈីចង់ខាត់ក៏មិនទាន់ដែរចាប់ពីពេលនោះមកទើបឧបរាជអាន2អាចកំចាត់ពួកបះបោដោយគ្មានឧបសគ្គ
នេះហើយព្រួញមួយបាញ់បានសត្វពីរដ៏វាងវៃរបស់អ៊ុបប្រាច់អាន